កិច្ចការផ្ទះភាសាខ្មែរថ្នាក់ទី2មេរៀនទី59មុខរបរអ្នកភូមិខ្ញុំដល់មេរៀនទី60ដើមត្នោតអំណាន1ចូលរកពាក្យផ្ទុយនិងពាក្យមូលខ្សត់ខ្សោយដោយគូសញ្ញាគ្រីសក្នុងប្រអប់2ចូលគូភ្ជាប់ពាក្យនិងន័យរបស់ពាក្យឲ្យបានត្រឹមត្រូវ3ចូលគូវងពាក្យន័យដូចនឹងពាក្យសម្បត្តិ4ចូលគូកងពាក្យកន្សោមពាក្យទៅនឹងរូបភាពខាងក្រោមឲ្យបានត្រឹមត្រូវ5ចូលគូភ្ជាប់រូបភាពទៅនឹងល្បះខាងក្រោមឲ្យបានត្រឹមត្រូវសំណេរ6ចូលបញ្ចូលពាក្យសម្បត្តិអៃដលអាកាស7ចូលជ្រើសរើសពាក្យកន្សោមពាក្យក្នុងប្រអប់ទៅដាក់ក្នុងក្រុមឲ្យបានត្រឹមត្រូវ8ចូលជ្រើសរើសពាក្យក្នុងប្រអប់ទៅបំពេញល្បះខាងក្រោមឲ្យបានត្រឹមត្រូវ9ចូលបំពេញល្បះខាងក្រោមអត្ថប្រយោជន៍នៃដើមត្នោតឲ្យបានសមស្រប10តាមរូបភាពខាងក្រោមចូលតែងល្បះឲ្យបាន2ល្បះ